ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជាការបង្ហាញពីរបៀបដំឡើងថ្នាក់បឋមថ្មីនៅលើកុំព្យូទ័រនៅពេលដែលយើងបានចូលនៅលើផ្ទាំងទំព័រនៃថ្នាក់បឋមហើយសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នាចុចសញ្ញាត្រេ3បន្ទាប់មកស្វែងរកពាក្យថា More Tool បន្ទាប់មកទៀតសូមស្វែងរកពាក្យថា App តមកលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នានឹងឃើញពាក្យថា Install ថ្នាក់បឋមតមកចុចវាមកចុចពាក្យថា Install នៅត្រង់កន្លែងនេះវានឹងលោតផ្ទាំងមួយបាន install ហើយអញ្ចឹងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាត្រូវតែគ្រីសកន្លែង create desktop បីឲ្យថ្នាក់បឋមរបស់យើងគឺមាននៅលើ desktop បន្ទាប់ពីគ្រីសរួចរាល់ហើយសូមលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាចុចពាក្យថា allow ចុចពាក្យថា yes ហើយយើងទាំងអស់គ្នានឹងទទួលបានថ្នាក់បឋមនៅលើ desktop លើកក្រោយនឹងបង្ហាញវីដេអូបន្តទៀតសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនា